មហាមរៈជាដកព្រះបរមសាស្តាកាលស្ដេចគង់នៅវត្តចេតពុនទ្រង់ប្រារព្ធឧកន្តិតភិក្ខុគឺភិក្ខុអប្សកចង់សឹកមួយរូបបានត្រាស់ព្រះធម្មទេសនានេះដែលមានពាក្យថាសច្ចេហេធ្យាហੰធនហេតុគាហេតោដូច្នេះជាដើមព្រះសាស្តាត្រាស់សួរភិក្ខុនោះថាបានលើថាអ្នកអប្សកពិតមែនឬកាលភិក្ខុឆ្លើយថាពិតមែនហើយព្រះអង្គព្រះពុទ្ធជាម្ចាស់បានត្រាស់ថាមនាលភិក្ខុនន្តិរាគៈនេះឈ្មោះថានឹងបញ្ញត្តិអ្នកដែលមានសភាពបែបនេះឲ្យវឹកវរឬខ្យល់ដែលបៀតបៀនភ្នំសនេរុនឹងមិនធ្វើស្លឹកឈើចាស់ក្នុងទីចិត្តឲ្យខ្ចាត់ខ្ចាយទៅឬក្នុងកាលមុនសូម្បីសត្វដែលបរិសុទ្ធហាមឃាត់នៅការប្រព្រឹត្តរបស់កិលេសខាងក្នុងអស់700ឆ្នាំក៏នៅវឹកវរដែរដូច្នេះហើយព្រះអង្គក៏នាំអតីតនិទានមកថាក្នុងអតីតកាលប្របាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីព្រះពោធិសត្វកាន់យកបដិសន្ធិក្នុងផ្ទៃមេកងោកមួយក្នុងបច្ចន្តប្រទេសកាលឯកចាស់ហើយមេដាញ៉ាំងពងឲ្យធ្លាក់ចុះនៅលើភូមិភាគជាទីគោចរហើយជៀសចេញទៅជាធម្មតាពងកាលមេដាមិនមានរោគនិងមិនមានអន្តរាយដទៃដោយទីខជាតិជាដើមទើបមិនវិនាសប្រហែលនោះពងនោះក៏មានពណ៌ដូចជាមាសហាក់ដូចជាផ្កាកណ្ឌិកាក្រពុំក្នុងកាលដែលពងចាស់ក៏បែកទៅតាមធម្មតារបស់ខ្លួនក៏កើតបានជាកូនកង្កោកដែលមានសម្បរមាសកើតចេញមកកូនកង្កោកមាសនោះមានភ្នែកទាំងពីរប្រកបដូចជាផ្លែទំពាំងបាយជូរមានចំពុះពណ៌ដូចជាកែវប្រពាលមានករូបរឹតទៅដោយឆ្នូតក្រហម3រហូតដល់កណ្ដាលខ្នងកូនកង្កោកនោះកាលចម្រើនវ័យធំហើយក៏មានខ្លួនធំប៉ុនរទេះដែលដឹកនៅភ័ណ្ឌដាក់ជាសត្វដែលមានរូបស្អាតយ៉ាងក្រៃលែងវងកង្កោកភៀវទាំងអស់ប្រជុំគ្នាធ្វើកង្កោកមាសឲ្យជាព្រះរាជានាំគ្នាឡោមព័ទ្ធជាបរិវារថ្ងៃមួយស្ដេចកង្កោកនោះបានផឹកនៅទឹកត្រពាំងហើយឃើញរូបសម្បត្តិរបស់ខ្លួនហើយក៏គិតថាយើងមានរូបស្អាតដ៏លើសលប់ជាងកង្កោកទាំងពួងប្រសិនបើយើងនៅក្នុងផ្លូវមនុស្សមួយលើដោយកង្កោកទាំងនេះអន្តរាយនឹងកើតមានដល់យើងត្រូវទៅភ្នំហេមពៀនហើយក៏នៅក្នុងទីដែលជាសុខតែម្នាក់ឯងប៉ុណ្ណោះក្នុងពេលរាត្រីការកង្កោកទាំងឡាយដេកលក់អស់ហើយស្ដេចកង្កោកនោះមិនឲ្យនរណាដឹងឡើយក៏ហើរទៅកាន់ព្រៃហេមពៀនកន្លងជួរភ្នំ3ទៅដល់ជួរភ្នំទី4មានស្រះធម្មជាតិមួយដែលដេកដាស់បណ្ដោយផ្កាបទុមគឺផ្កាឈូកនៅក្នុងព្រៃមួយជាទីកន្លែងមានដើមជ្រៃធំស្ថិតនៅដោយអាស្រ័យភ្នំមួយនៅក្នុងទីមិនឆ្ងាយអំពីស្រះនោះស្ដេចកង្កោកពួនសង្ងំនៅនឹងមែកជ្រៃនោះនៅត្រង់កណ្ដាលភ្នំនោះមានគុហាដែលជាទីរីករាយមួយស្ដេចកង្កោកប្រកាសនៅក្នុងគុហានោះទើបហើរតម្រង់ទៅរកគុហាហើយក៏ពួនសង្ងំនឹងលអាងភ្នំទីនោះឯងដែលនៅខាងក្រោយមិនអាចនឹងឡើងទៅកាន់បានឡើយដោយដែលអ្នកដែលនៅខាងលើក៏មិនអាចនឹងចុះមកណាកើតណាជាទីកន្លែងដែលរួចផុតអំពីភ័យអំពីសត្វ
ឆ្មានឹងទីខៈជាតិណាសត្វក៏ដូចជាមនុស្សទាំងឡាយនឹងផងដែរស្ដេចក្ងោកនោះគិតថានេះជាទីសុខរបស់យើងដូច្នេះហើយថ្ងៃនោះឯងក៏នៅក្នុងគុហាណាក្នុងថ្ងៃស្អែកក្ងោកមាសហើយចេញពីគុហាបែរមុខទៅទិសខាងកើតលើកំពូលភ្នំឃើញនៅមណ្ឌលព្រះសុរិយាហើយក៏កំពុងរះឡើងណាក៏ធ្វើនៅព្រះបរិត្តដើម្បីជាប្រយោជន៍ដល់ការរក្សាការពារខ្លួននៅក្នុងពេលថ្ងៃថាឧទេតយញ្ចកុមាអេករិជាដូច្នេះជាដើមទៅចុះទៅស្វែងរកនំចំណីណាប្រាច់រកចំណីហើយក្នុងពេលល្ងាចក៏ហើរត្រឡប់មកវិញនៅខាងមុខក៏បែរទិសទៅទិសខាងលិចណាទុំលើកំពូលភ្នំសម្លឹងមើលដួងសូរិយាដែលកំពុងតែអស់សដង្កុតហើយធ្វើនៅព្រះបរិត្តដើម្បីប្រយោជន៍ដល់ការរក្សាខ្លួននៅក្នុងពេលរាត្រីថាអបេតយញ្ចកុមាអេករិជាសេចក្តីពិស្ដាររបស់ព្រះបរិត្តនេះគឺមាននៅក្នុងមរជាដកឯកនិបាតណាដូច្នេះជាដើមស្ដេចក្ងោកក៏តែងតែរស់នៅដោយឧបាយយ៉ាងនោះថ្ងៃមួយមានព្រានព្រៃម្នាក់ការដែលចូលទៅកាន់ព្រៃបានឃើញក្ងោកដែលកំពុងទុំលើកំពូលភ្នំហើយស្ដេចត្រឡប់មកលំនៅរបស់ខ្លួនក្នុងពេលដែលគាត់ចិត្តនឹងមរណៈក៏បានពោលដល់កូនថាមនាលកូនមានក្ងោកពណ៌មាសនៅនឹងជួរភ្នំទី4ក្នុងព្រៃហេមពៀនបើព្រះរាជាសួរអ្នកក៏បីទូលព្រះអង្គចុះក្នុងថ្ងៃមួយអគ្គមហេសីព្រះនាមខេមារបស់ព្រះរាជានៅក្រុងពារាណសីនគរពារាណសីយល់ព្រះសបិននៅក្នុងបច្ចុប្បន្នសម័យសបិននោះមានសភាពបែបនេះគឺឃើញក្ងោកមាសកំពុងសម្ដែងធម៌ព្រះនាងឲ្យសារតុការឲ្យស្ដាប់ព្រះធម៌ក្ងោកសម្ដែងហើយក៏ក្រោកឡើងហើរចេញទៅព្រះនាងក៏ស្រែកថាក្ងោកហើរទៅហើយចូលស្ដេចចាប់ក្ងោកដូច្នេះហើយក៏ភ្ញាក់ឡើងកាលដែលភ្ញាក់ហើយក៏ទៅដឹងថាជាសុបិនព្រះនាងគិតថាបើយើងប្រាប់ព្រះរាជាថាជាសុបិនព្រះរាជានឹងមិនអើពើយើងត្រូវទូលព្រះរាជាថាជាសេចក្តីប្រាថ្នាដ៏ចម្លែកដូច្នេះព្រះនាងផ្ទុំធ្វើដូចជាមានសេចក្តីប្រាថ្នាដ៏ចម្លែកលំដាប់នោះព្រះរាជាចូលទៅចិត្តព្រះនាងហើយក៏សួរថាមនាលនាងដ៏ចម្រើននាងមិនជាសពដូចម្ដេចព្រះនាងខេមាទូលថាចំណងដ៏ចម្លែកកើតដល់ខ្ញុំម្ចាស់ព្រះរាជាសួរថាមនាលនាងប្រាថ្នាអ្វីព្រះនាងទូលថាបបិទ្ធព្រះទេវៈខ្ញុំម្ចាស់ចង់ស្ដាប់ធម៌របស់ក្ងោកមាសព្រះរាជាត្រាស់ថាមនាលនាងតើយើងនឹងបានក្ងោកដែលមានរូបបែបនោះអំពីណាព្រះនាងទូលថាបបិទ្ធព្រះសមត្ថទេពខ្ញុំម្ចាស់មិនបានក្ងោកមាសនោះទេជីវិតរបស់ខ្ញុំម្ចាស់នឹងមិនមានព្រះរាជាត្រាស់ថាមនាលនាងកុំគិតអីបើក្ងោកមាសនោះមាននាងនឹងបានក្ងោកនោះដូច្នេះហើយព្រះរាជាលួងលោមព្រះនាងខេមានឹងឲ្យបានធូរស្បើយរួចក៏យាងទៅប្រថាប់លើរាជាសនៈសួរអាមាត្យពួកអាមាត្យនឹងថាមនាលអ្នកដ៏ចម្រើនទាំងឡាយព្រះទេវីប្រាថ្នានឹងស្ដាប់ធម៌របស់ក្ងោកមាសឈ្មោះថាក្ងោកទាំងឡាយនឹងមានពណ៌មាសដែរឬទេពួកអាមាត្យទូលថាបបិទ្ធព្រះសមត្ថទេពព្រាហ្មណ៍ទាំងឡាយរមែងដឹងព្រះរាជាប្រះឲ្យហៅពួកព្រាហ្មណ៍មកសួរព្រាហ្មណ៍ទាំងឡាយទូលថាបបិទ្ធមហារាជរឿងនេះមាននៅក្នុងលក្ខណៈមុនរបស់ខ្ញុំព្រះអង្គថាមនុស្សសម្បុរមាសសត្វតិរិឆានមានពណ៌មាសទាំងឡាយគឺត្រីមាសអណ្ដើកមាស
đa mía miên ở trong tật mà rất mía hong mía cả ngọc mía là sắp tờ tia mía cứ miên ở lờ cột về chia tra hào côn priên đàn lôi trong đàn bọc luôn hơi cả suốt hạ cả ngọc mía ta nè tầng lại lọp khơi thế lắp tập bọt đỏ xe tô thaมันทลอบเคยเตจำนายโกนเปลี่ยนนกตูธาส่งใบขยมบองก็มันทลอบเคยได้แต่ใบดาบอกขยมบองกอดโปธาเมียนกับเงาเมฆนกน้องตีไอ้นกลมนับนกเปรจีปะนังเกตธานะสำลังเนี่ยโจลเอาชีวิตรอปเตวีบอกเยอะโจเนี่ยโจแต่จับกับเงานุโยกมอกโดยฉะนั้นเติบตรงประเตียนตรอบดอดจานให้บรรจุนโกนเปลี่ยนนุตื่นนี่เปลี่ยนนุเอาตรอบดอโกนนังประปนหายก็ต่อการเปลี่ยนให้มาเปลี่ยนก็บานเคยนูพระมหาสันเติบเรียบจอมด่านแตะดอยกัดหาไทยนี่เยื่อหนังจับกับเงานุหอยบานเยื่อหนังดะกับเงาจับกับเงานุหอยบานโดยฉะนั้นให้ก็การได้จับมันบ้านก็กอดสลับเตยจำนายปเตวีการมันบ้านตามสิ่งใดปรารถนาประเนียงก็บานสลับเตยได้เปรเจียก็กล่าวถ่าแพะได้เยี่ยจิตตีสลายบ่เยิงสลับประหารสไลกับเงานุโดยฉะนั้นตรงจองนะกับตรงจองเราสิ่งใดกล่าวบัญชีโอเคนั้นสดใสvà lời càng miệt thả không prey hay một biên miên cả ngạo miên rồi nâu nâng chu không tị buồn mẹ đại ban bò đi khô sạch cả ngạo luôn cứ mình cha mình slap dạng này hái đã được không hấp là đã được bỏ sầm khăn là chấm đây to từ năng ấy là hô đặt trong phơi mẹ là cảลำดับนู้เปรเจียดไตกับบ้านซอยริสมบัติมันต่อพระเรเจียนู้เคยหยาซอนขนมกลางมีหายกัดหายืงนั่งมันจ้ามันสลับโดยชนะให้มันจุนโกนเปลี่ยนมันอะดำใบเต่าจับกับเงานู้สมใบโกนเปลี่ยนกับบ้านสลับกับน้องตีนุเตียนน้อยตุ่มน้องยังได้ให้กันลองออกเตอประมวยราชการโกนเปลี่ยนประมวยเนี่ยบานสลับนกน้องเปรย์ให้มาเปลี่ยนจำนายโกนเปลี่ยนตีปรำปีได้ประเรเจียจำนวนตีปรำปีบรรจุนเต้านุกัดหาไงนี่นังจับกับเงามีหอยบานในชนะให้กาลมันอายดำใบจับออกปรำปีชนะเติบกัดหาหาดไอบานเจียมันเตะมันจอบนังเชิงกับเงานี่หลบดับนุกาเลยกวดคลอมมือกับเงาโนก็เคยกับเงาโนเปื้อแปรปรัดนักน้องเปรปรัดนังเปรหลังเงียโกนเปลี่ยนกัดหากับเงาดอดไตขนมตีนี่มันเมียนกับเงานี่กงจิตสัตว์ปรัดแปรมาจ่าริยะดอยอานุพีบในการปรัดแปรมาจ่าริยะนังอานุพีบในแปรปรัดบานเปื้อจีเชิงระบอกกับเงามันอ้อยจอบอันเตะโกนเปลี่ยนการโยกในนี่ให้ก็ต่อการปัจจันแต่จนบอดจับกับเงายีมวยบังกัดบังหัดบังเรียนนั่งเอารองงิ้วแต่ดอยกาตอดมาเรียมได้นั่งเอารวมแต่ดอยกาเตะได้กาlàเอากับเงายีเรียนอย่างไม่ให้ก็จับโยกตื้อเฮโร่ก็ด่าอันเตะบนเปได้ประโปติสัตเปิดแปรปรัดก็ตอดมาเรียมได้ยังเอากับเงายีหรือเงี้ยวสไลด์กับเงามีนั้นก็สลับดื้อสมเลงกับเงายีนู่นให้ก็เกะเลยน่ะได้ได้ตามหนึ่งขนมขังขนมนึกออกระยะเปรย์ปรำปีร้อยชั่วโมงระบอบประโปติสัตนั่นก็เงือบลาวฮะโดยเจียเสระปึ๊กน่ะระบาดปปีนั้นเสระปึ๊กบาดปปีได้เต้าประหาดอยดบองสไลด์กับเงานู่วักวอต่อดอยกี่เลยมันอาจนึกเปิดแปรปรัดตูฮาต่อการสำนักกับเงางี้ดอยหรอฮะก็ด่าเชิงตะเลออันเตะจ
ចុះអំពីអាកាសអន្តៈនឹងមិនប្រព្រឹត្តទៅអស់7ឆ្នាំនៅក្នុងគណៈនោះក៏ប្រព្រឹត្តទៅជាប់ជើងនៅស្ដេចកង្កោកនោះលំដាប់នោះលទ្ធបុត្រឃើញកង្កោកមាសនឹងជាប់អន្តៈព្យួរសំយងចុះមកហើយក៏គិតថាលទ្ធបុត្រ6នាក់មិនអាចចាប់ស្ដេចកង្កោកនេះបានសូម្បីយើងមិនអាចចាប់អស់7ឆ្នាំតែថ្ងៃនេះស្ដេចកង្កោកវឹកវរដោយកិលេសព្រោះអាស្រ័យកង្កោកនេះមិនអាចនឹងធ្វើព្រះបរិត្តចូលមកជាប់អន្តៈមានក្បាលសំយងចុះសត្វដែលមានសិលយ៉ាងនេះត្រូវយើងធ្វើឲ្យលំបាកការនាំសត្វបែបនេះដើម្បីជាបណ្ណាការដល់ព្រះរាជាមិនសមគួរឡើយប្រយោជន៍អ្វីដោយសក្ការៈដែលព្រះរាជទាននោះយើងលះបង់សក្ការៈនោះគាត់ក៏គិតទៀតថាស្ដេចកង្កោកនេះមាននៅកម្លាំងដូចដំរីសាកាលដែលយើងចូលទៅគង់តែនឹងគិតថាអ្នកនេះមកសម្លាប់ខ្លួនព្រោះខ្លាចសេចក្តីស្លាប់កាលនឹងរើបំរាស់ណាក៏បីដាច់ជើងនឹងស្លាប់យើងមិនទាន់ចូលទៅទេត្រូវពួនកន្លែងមួយនឹងការអន្តៈដោយកូនសបន្ទាប់មកយើងនឹងចូលទៅតាមសេចក្តីពេញចិត្តកូនព្រាននោះផាត់នៅក្នុងកន្លែងបាត់បាំងមួយលើកធ្នូឡើងប្របែងយិតនៅកូនសចំណែកស្ដេចកង្កោកគិតថាព្រាននេះធ្វើឲ្យយើងវឹកវរដោយកិលេសដឹងថាយើងជាប់អន្តៈនឹងមកដោយឥតតង់ស័យចុះគេនោះនៅឯណាដូច្នេះក៏ទៅតាំងចិត្តហើយសម្លឹងរកមើលឃើញនៅព្រានឈរលើកធ្នូក៏សម្គាល់ថាព្រាននេះសម្រាប់យើងរួចកាន់យកទៅដូច្នេះស្ដេចកង្កោកខ្លាចសេចក្តីស្លាប់កាលនឹងសូមនៅជីវិតកតេពលនៅពគាថាសច្ចេហេត្យាហੰធនៈហេតុគាហេតោមីអមੰវធីជីវៈគាហੰកហេតវារញ្ញោចមੰសមៈឧបន្តិកੰណេហេមញ្ញេតនੰលច្ឆេសិណបរូបੰមនីសម្លាញ់ប្រសិនបើអ្នកចាប់ខ្ញុំប្រហេតុនៃទ្រព្យអ្នកកុំសម្លាប់ខ្ញុំឡើយសូមចាប់ខ្ញុំទាំងរស់ហើយនាំខ្ញុំទៅកាន់សំណាក់ព្រះរាជាចុះអ្នកទំនងជានឹងបានទៅទ្រព្យដោយច្រើនលទ្ធបុត្រស្ដាប់ពាក្យនោះហើយគិតថាស្ដេចកង្កោកសម្គាល់ថាព្រាននេះយឺតកូនសព្រោះប្រាថ្នានឹងបាញ់ខ្លួនយើងនឹងលួងលោមស្ដេចកង្កោកកូនព្រានការនឹងលួងលោមទៅកពលនៅពគាថាទី2ថាអ្នកមេអាយ៉ាងបយហៈវធាយៈអច្ចៈសមាហេតោបាបធុរេខរបោបាសញ្ចៈចាហੰអធិបាតយិសੰយថាសុខੰកច្ចតុមោរៈរិជ្ជៈធ្នូដល់ប្រសើរនឹងព្រួញនេះខ្ញុំមិនយិតប្រុងប្រៀបដើម្បីនឹងបាញ់អ្នកនៅក្នុងថ្ងៃនេះទេខ្ញុំនឹងបាញ់ផ្ដាច់អន្តៈរបស់អ្នកទេតាដោយគិតថាស្ដេចកង្កោកចូលទៅតាមសម្បាយចុះលំដាប់នោះមោរៈរាជពោលពគាថាទី2ថាយ៉ាងសត្តវសានិមមីអនុបន្តិរតន្តិវੰខោពិបាសੰសហរន្តោអដ្ឋកេសមੰបាសវសោបនិតੰបមុតវេអច្ឆសេបន្តនស្មាអ្នកខ្ញុំអត់ទ្រាំនៅសេចក្តីស្រេកឃ្លានទាំងយប់ទាំងថ្ងៃដើរជាប់តាមផ្លូវអស់7ឆ្នាំហើយកាលបើយ៉ាងនេះព្រោះហេតុអ្វីក៏អ្នកចង់ដោះខ្ញុំដែលកំពុងជាប់អន្តៈឲ្យរួចអំពីអន្តៈវិញបាណាតិបាតាវិរតោនុសច្ចៈអភយ៉ាងនុទេសភៈភូតេសុអនੰយ៉ាងមੰតុវាងបាសៈបាសវៈសោបនិតាំងមុតតវេអិច្ចសេបន្ធនស្មា
អ្នកទៅតែនឹងវាចាបាណាតិបាតក្នុងថ្ងៃនេះឬក៏អ្នកឲ្យអភ័យដល់សត្វទាំងពួងបានជាទីចង់ដោះខ្ញុំដែលកំពុងជាប់អន្ទាក់ឲ្យរួចចាកអន្ទាក់វិញ